បាទអូខេសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទបារាំងហើយនៅក្នុងវីដេអូនេះបាទខ្ញុំបាទនឹងបកស្រាយទាក់ទងជាមួយនឹងអឺពុកម៉ែបងប្អូនបាទដែលឆាតមកសួរខ្ញុំផ្ទាល់បាទក៏ដូចជាតែមកសួរខ្ញុំផ្ទាល់បាទជាច្រើនអ្នកបាទទាក់ទងជាមួយនឹងការប្រើប្រាស់ឆ្នាំងអ៊ុតផលវិបាកដែលពួកគាត់ជួបគឺទាក់ទងជាមួយនឹងការប្រើប្រាស់ឆ្នាំងអ៊ុតទៅហើយអ៊ុតទៅវាចេញបាទចេញដីបាទឬក៏ចេញក្អែលពីក្នុងឆ្នាំងអ៊ុតធ្វើឲ្យប្រឡាក់ទៅលើកៅអៅរបស់ភ្ញៀវរបស់ពួកគាត់ណាហើយគាត់សួរខ្ញុំថាតើមានវិធីដោះស្រាយបែបណាដែលអាចបាទលាងបាទសម្អាតក៏ដូចជាធ្វើម៉េចឲ្យឆ្នាំងអ៊ុតនោះបានស្អាតល្អហើយការប្រើប្រាស់ចំហាយទឹកចេញមកបានល្អដូចជាធម្មតាដូចទើបតាទិញអញ្ចឹងណាបាទដូចតែខ្ញុំបានជំរាបជូនពុកម៉ែបងប្អូនអញ្ចឹងថានៅពេលដែលយើងប្រើប្រាស់ឆ្នាំងអ៊ុតនឹងយូរទៅបាទយើងអ៊ុតវាណាប្រើប្រាស់វាយូរបាទយូរខែយូរឆ្នាំទៅអញ្ចឹងកម្រដីបាទកម្រដីដែលយើងប្រើប្រាស់ចំហាយទឹកបាទដែលយើងប្រើប្រាស់ចំហាយទឹកចូលទៅក្នុងឆ្នាំងអ៊ុតហ្នឹងវានឹងមានការកកស្ទះបាទនឹងមានការកកស្ទះដោយចរន្តបាទសរសៃឈាមរបស់យើងអញ្ចឹងបាទអញ្ចឹងនៅពេលនោះយើងអត់អាចអ៊ុតបាទអ៊ុតកៅអៅបានល្អប្រសើរទេបាទជាធម្មតាបើយើងនិយាយចំថាជាធម្មតានៅពេលដែលយើងទើបតែទិញឆ្នាំងអ៊ុតនឹងយកមកប្រើអញ្ចឹងវាអត់មានអីបាទជាការកកស្ទះឬក៏រំខានទៅដល់ការបញ្ចេញនៅចំហាយបាទចំហាយទឹកឆ្នាំងអ៊ុតបាទដែលអ៊ុតមកលើកៅអៅទេហើយក៏វាអត់មានដីដែរបាទក៏វាអត់មានដីដែរអញ្ចឹងវិធីសាស្ត្រនៃដំណោះស្រាយនឹងមានមិនអត់ទេបាទប៉ុន្តែមុននឹងខ្ញុំបាទបកស្រាយក៏ដូចជាបាទបង្ហាញទាក់ទងជាមួយនឹងការសម្អាតទៅលើឆ្នាំងអ៊ុតហ្នឹងអញ្ចឹងខ្ញុំបាទក៏ចង់ឲ្យពុកម៉ែបងប្អូនបាទជួយ like ជួយ share នៅវីដេអូរបស់ខ្ញុំអ្វីដែលពិសេសគឺជួយចុចបាទ subscribe នៅលើ channel YouTube របស់ខ្ញុំផងបាទពីព្រោះនៅក្នុង channel YouTube របស់ខ្ញុំហ្នឹងគឺមានវីដេអូទៅដល់100វីដេអូទៅហើយរាល់វីដេអូទាំងអស់ហ្នឹងគឺសិតសឹងតែជាវីដេអូដែលមានអត្ថប្រយោជន៍ទាក់ទងជាមួយនឹងវិស័យនៃការបោកអ៊ុតក៏ដូចជាជំនាញផ្សេងៗបាទដែលខ្ញុំបានសិក្សារៀនសូត្របាទក៏ដូចជានឹងបទពិសោធន៍ថ្មីៗបាទដែលខ្ញុំមានដែលខ្ញុំជួបប្រទះបាទជាក់ស្ដែងនៅក្នុងមុខរបរបោកអ៊ុតមួយនេះបាទហើយទាក់ទងជាមួយនឹងដំណោះស្រាយបាទទាក់ទងជាមួយនឹងដំណោះស្រាយគឺខ្ញុំមានបាទជាប្រភេទឆ្នាំងអ៊ុត Maxima Star ដែលខ្ញុំប្រើប្រាស់រាល់ថ្ងៃហើយសម្រាប់ប្រភេទឆ្នាំងអ៊ុតហ្នឹងគឺវាមាន2បាទវាមាន2ប្រភេទបាទវាមានប្រភេទបាតឆ្នាំងអ៊ុតហ្នឹងមួយគឺយើងអាចដោះវាបានបាទវាមានខ្សែខាងក្រោមហើយយើងអាចដោះប្រវែកវាទៅខាងក្រោមបាតឆ្នាំងអ៊ុតហ្នឹងឯងនេះប្រភេទទី1ប្រភេទមួយទៀតបាទគឺប្រភេទទី2ហ្នឹងគឺជាប្រភេទឆ្នាំងអ៊ុតដែលនៅបាតឆ្នាំងអ៊ុតនេះគឺយើងអត់អាចដោះលាងឬក៏សម្អាតវាបានទេប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញជូនពុកម៉ែបងប្អូនគឺជាប្រភេទឆ្នាំងអ៊ុត Maxima Star នេះដែលខ្ញុំប្រើប្រាស់វាជាយូរឆ្នាំមកហើយហើយយើងអាចបាទដោះលាងវាបានដោយខ្លួនឯងដោយមិនចាំបាច់បាទហើយយកវាទៅឲ្យជាងធ្វើទេបាទអញ្ចឹងគឺយើងអាចយើងអាចចំណេញថវិកាក៏ដូចជាពេលវេលាពីព្រោះបើយើងប្រើប្រភេទឆ្នាំងអ៊ុតផ្សេងទៀតបាទមិនថាឆ្នាំងអ៊ុតដតៃទៀតវាមិនល្អទេវាល្អដូចគ្នាប៉ុន្តែគ្រាន់ថាប្រភេទឆ្នាំងអ៊ុតដែលខ្ញុំប្រើ Maxima Star ដែលមានបាតឆ្នាំងអ៊ុតដែលយើងអាចដោះបានណាយកមកលាងបាននេះគឺវាងាយស្រួលសម្រាប់យើងបាទសម្រាប់ខ្ញុំបាទអញ្ចឹងខ្ញុំពេលខ្លះខ្ញុំត្រូវប្រព័ន្ធ
ការងារហ្នឹងបាទដូចជាកៅអៅភ្ញៀវដែលគាត់ត្រូវប្រញាប់អញ្ចឹងខ្ញុំត្រូវការឆ្នាំងអ៊ុតបាទដែលវាមានសភាពដំណើរការទៅដោយរលូនបាទអត់មានពីព្រោះយើងអ៊ុតកៅអៅជាធម្មតាយើងនឹងជួបសាច់កណាត់ខ្លះងាយស្រួលនឹងអ៊ុតបាទសាច់កណាត់ខ្លះវាស្ពឹកវាស្ទួកវាក្រាស់បាទអញ្ចឹងគឺធ្វើឲ្យយើងនឹងពិបាកអ៊ុតមែនទែនបើសិនបើឆ្នាំងអ៊ុតរបស់យើងនឹងវាដំណើរការអត់បានល្អអញ្ចឹងបានខ្ញុំបានមានបាទពុកម៉ែបងប្អូនជាច្រើនដែលគាត់សួរថាតើមានដំណោះស្រាយអត់បានមែនអត់ទេគឺមានបាទអញ្ចឹងអឺពុកម៉ែបងប្អូនអាចទៅតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបានបាទអញ្ចឹងកុំឲ្យខាតពេលយូរបាទទៅជួបជាមួយនឹងបាទការដោះស្រាយនៅបញ្ហានៃឆ្នាំងអ៊ុតដែលយើងធ្វើទៅចេញប្រភេទទឹកបានថាលឿងជាប់ជាមួយនឹងសាច់អាវជួនកាលទៅចេញមកដីតែម្ដងជួនកាលបាញ់បានន័យថាយើងបាញ់ចំហាយទៅវាអត់ចេញវាដូចស្ទះណែនអញ្ចឹងណាបាទអញ្ចឹងអាចទៅជួបជាមួយនឹងវីដេអូរបស់ខ្ញុំតែម្ដងបាទអញ្ចឹងនេះគឺជាប្រភេទឆ្នាំងអ៊ុតម៉ាក Silver Star ដែលខ្ញុំបាននិយាយពីខាងដើមបាទហើយនៅក្នុងឆ្នាំងអ៊ុតនេះមានទំនាប់បាទខ្ញុំប្រើប្រាស់ទៅលើទំនាប់មួយហើយសភាពឆ្នាំងអ៊ុតដែលវាស្ទះគឺបែបនេះបាទអញ្ចឹងមានន័យថាវាមានក្អែលមានដីនៅទំនាប់បាទរបស់យើងបាទបន្ទាប់មកយើងត្រូវមានបាទជ្រះបាទយើងចង់លាងវាឲ្យស្អាតយើងចង់ដោះជូតវាស្អាតយើងមានជ្រះទៅសម្រាប់រុះបាទជ្រះនេះគឺសម្រាប់រុះទៅលើជាតិបាទជាតិក្អែលដែលស្អិតជាប់ខ្លាំងណាបាទឬក៏វាឡើងឆេះហ្នឹងយើងរុះវាទៅបាទយើងរុះវាបែបហ្នឹងបាទដូចនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងវានៅសងខាងបន្ទាប់មកយើងមានជក់មួយមកយើងបោះវាបន្ថែមពីលើទៀតបាទបោះវាបន្ថែមពីលើដើម្បីឲ្យវាបានស្អាតបាទអញ្ចឹងវាមានជាតិដូចជាងគ្រាប់ខួសតិចដែលវាចំហាយហ្នឹងវាទៅជាចំហាយបាទជាដីជាអីអញ្ចឹងណាហើយយើងត្រូវជូតបាតជូតអីវាស្អាតអញ្ចឹងទៅហើយបើសិនពុកម៉ែបងប្អូនមានកណាត់បាទស្អាតមកជូតថែមពីលើទៀតឬក៏យកទៅលាងបាទដោះជូតជាមួយនឹងទឹកជាមួយនឹងសាប៊ូទៀតក៏កាន់តែល្អដែរបាទបន្ទាប់មកនេះគឺជាឆ្នាំងអ៊ុតបាទម៉ាក Silver Star ហ្នឹងបាទហើយបាតឆ្នាំងអ៊ុតយើងប្រើយូរទៅវាឡើងច្រេះឡើងអីអញ្ចឹងឡើងស្នឹមឡើងអីអញ្ចឹងទៅហើយនៅបាតឆ្នាំងអ៊ុតហ្នឹងគឺអ្នកទាំងអស់គ្នាឃើញស្រាប់ហើយវាមានកន្លែងមួយដែលយើងអាចដោះបានបាទដែលយើងអាចដោះបានវាមានខ្ចៅមានអីហ្នឹងអញ្ចឹងខ្ញុំចង់ណែនាំឲ្យពុកម៉ែបងប្អូនហ្នឹងប្រើប្រភេទឆ្នាំងអ៊ុតដែលមានបាតបែបនេះពីព្រោះវាងាយស្រួលនឹងយើងដោះបាទដោះជូតដោះលាងវាអញ្ចឹងណាបាទហ្នឹងហើយហើយយើងជូតវាបាទជ្រះរឹងមួយមកយើងជូតវាយើងយកកណាត់បាទយើងយកកណាត់មកជូតបន្ថែមពីលើវាដើម្បីឲ្យប្រកាសថាបាទឆ្នាំងអ៊ុតយើងហ្នឹងវាស្អាតបាទវាអត់មានដីបាទអញ្ចឹងយើងត្រូវមានទូលវិសបាទទូលវិសហ្នឹងយើងប្រើប្រភេទទូលវិសខ្លីក៏បានទូលវិសវែងក៏បានដែរបាទឲ្យទៅទូលវិសបាទអញ្ចឹងយកមកមួលបាទអញ្ចឹងនៅបាតឆ្នាំងអ៊ុតហ្នឹងគឺវាមានខ្ចៅមួយហ្នឹងបាទដែលយើងដោះវាបាទដោះវាលាងអញ្ចឹងណាដោះវាជូតខាត់វាឲ្យស្អាតទៅបាទអញ្ចឹងអ្នកទាំងអស់គ្នានឹងបានឃើញនៅវីដេអូនេះបាទអញ្ចឹងបន្ទាប់មកបាទអញ្ចឹងសភាពបាទអ្នកទាំងអស់គ្នាអាចមើលឃើញបានអញ្ចឹងសភាពនៅបាតឆ្នាំងអ៊ុតនោះវាមានបាទឡើងកំមបាទឡើងក្អែឡើងដីអីជាប់នៅហ្នឹងហ្មងអញ្ចឹងបានវាបានពុកម៉ែបងប្អូននៅពេលពុកម៉ែបងប្អូនអ៊ុតទៅគឺវានៅពេលយើងបាញ់បាទចំហាយបខំណាពេលវាស្ទះបាញ់ចំហាយបខំទឹកនឹងមកជួនកាលវាដើរដំណើរការអត់ស្រួលវាឡើងមកក្អែលបាទជាប់ជាមួយនឹងអាវបាទប្រឡាក់អាវរបស់ភ្ញៀវអញ្ចឹងទៅអាហ្នឹងវាមូលហេតុអញ្ចឹងបានខ្ញុំឲ្យពុកម៉ែបងប្អូនប្រើប្រាស់ទៅលើប្រភេទឆ្នាំងអ៊ុតដែលវាមានបាតដែលងាយស្រួលដោះអញ្ចឹងបាទហើយយើងយកជ្រះយកអីយកមកដោះមកបាទបើយើងយកបាទប្រដាប់លាងចានរឹងណាបាទហ្នឹងហើយយើងយកមកដោះយើងយកមកលាងជូតទៀតក៏កាន់តែល្អដែរឬក៏យើងមានសាប៊ូប្រភេទសាប៊ូលាងបន្ទប់ទឹកណាបាទឧបទាហ្នឹងយើងយកមកចាក់នៅហ្នឹងទៅវាមានជាតិកាត់ជាតិអីអាហ្នឹងវាចេញមកស្អាតហ្មងឬក៏យើងមាននេះ
យើងមានដែកលុះដែកអីហ្នឹងបាទយើងយកចាក់ទៅពីពោះច្រាសហ្នឹងពេលខ្លះយើងដោះអាតាមច្អូវាប្របែកហ្នឹងគឺយើងដោះវាអត់ចេញទេអញ្ចឹងទាមទារមានលុះបាទមានដែកអីចង់ស្រួយទៅយើងយករស់យកកាយវាចឹងមកតាមច្អូដែលខ្ញុំបានច្អល់បង្ហាញហ្នឹងអញ្ចឹងគឺបាទនៅពេលយើងបាញ់ចំហាយទឹកមកគឺវាហូរទៅតាមបាទច្អូនឹងឯងបាទអញ្ចឹងបើសិនជាវាមានដីមានកំមមានអីច្រើនហ្នឹងអញ្ចឹងគឺវាបាញ់ចំហាយមកគឺអត់បានល្អទេបាទដូចនេះអីជាដើមបាទគឺវាជាប់អញ្ចឹងណាពីព្រោះអានេះវាមានបាតនេះវាមានរុននេះបាទអញ្ចឹងរុនបាទសម្រាប់ចំហាយហ្នឹងហើយនៅពេលវាឡើងកំមដីច្រើនទៅវាស្ទះទៅលើរុនទាំងអស់ហ្នឹងណាបាទនៅពេលដែលវាស្ទះនៅលើរុនទាំងអស់ហ្នឹងទៅនៅពេលយើងចុចទៅវារៀងនិយាយទៅស្ទះថប់អញ្ចឹងវាអត់ចេញមកបានល្អទេអញ្ចឹងវាទាមទារឲ្យយើងហ្នឹងដោះជូតដោះខាត់អីចឹងទៅបាទអញ្ចឹងដូចខ្ញុំបានបញ្ជាក់ជូនអញ្ចឹងថាពេលជ្រះយើងពេលខ្លះទៅយើងដោះបានតែជាតិក្អែល្មមអីយើងដោះចេញប៉ុន្តែផ្សេងទៀតហ្នឹងគឺយើងដោះអត់ចេញទេបាទគឺយើងដោះអត់ចេញទេអញ្ចឹងទាមទារឲ្យយើងនឹងមានឧបករណ៍មួយផ្សេងទៀតដូចជាដែកដូចជាលុយសេនលុយអីចឹងទៅប្រភេទឧបករណ៍អីក៏បានដែរឲ្យតែយើងគិតថាវាអាចដោះអាជាតិជាប់បាទជាតិដីដែលជាប់ជាមួយនឹងរុនកន្លែងត្រូវបញ្ចេញចំហាយទឹកហ្នឹងឲ្យបានស្អាតហ្នឹងណាយើងយកអីមករុះក៏បានដែរបាទហើយអានេះខ្ញុំយកអាប្រដាប់ច្រៀងកបិតហ្នឹងហើយប្រដាប់ច្រៀងកបិតវាដូចជាលុយសេនអញ្ចឹងអាហ្នឹងយើងយកមករុះទៅវាស្រួលដោះទៅវាស្អាតយកអាហ្នឹងមកប្រើតែម្ដងប៉ុន្តែពុកម៉ែបងប្អូនអត់មានអាហ្នឹងអាចយកអីមកប្រើខុសពីហ្នឹងក៏បានដែរអត់បញ្ហាទេបាទអញ្ចឹងបន្ទាប់ពីយើងរុះដីចេញហើយយើងបោះបាទយកច្រាសមកបោះទៀតបាទយកកណាត់ស្អាតអីចឹងទៅបាទដល់ពេលនេះទៅឃើញរុនបាទឃើញរុនបាតឆ្នាំងអ៊ុតហ្នឹងគឺវាចំហបាទអត់មានដីមានក្អែលអីជាប់ទេអញ្ចឹងគឺយើងអាចបាទប្រើប្រាស់វាបានបន្តទៅទៀតបាទហើយយើងដាក់វាមកវិញមកបាទកាលពីមុនខ្ញុំអត់ដឹងបាទដោះវាអត់បានវាពិបាកពេកខ្ញុំបបាយទាំងអស់បាទឆ្នាំងអ៊ុតហ្នឹងដល់បបាយទាំងអស់ទៅវាយើងលាងបានដូចគ្នាប៉ុន្តែគ្រាន់តែវាយូរប៉ុន្តែបើយើងប្រើអាហ្នឹងមកគឺយើងស្រួលបាទហ្នឹងហើយក៏យើងដោះជូតលាងវាតែប៉ុណ្្នឹងឯងបាទហ្នឹងហើយហើយមួវាទៅវិញទៅបាទហើយចំហាយឆ្នាំងអ៊ុតបាទនឹងចេញមកបាទបានល្អដោយក្បាលវីដេអូដែលខ្ញុំបានដាក់ជូនអញ្ចឹងបាទចំហាយវាចេញមកបានល្អឡើងវិញហើយបាទហើយបាតឆ្នាំងអ៊ុតយើងក៏បានដោះជូតសម្អាតពិនិត្យវារួចរាល់ហើយយើងដាក់ចូលទៅវិញទៅបាទហ្នឹងហើយបាទអញ្ចឹងការអ៊ុតកៅអាវអ្វីដែលសំខាន់កុំភ្លេចឲ្យសោះគឺបាតឆ្នាំងអ៊ុតបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅមើលបាទការបាញ់ចំហាយបានទៅស្ដាប់នៅចំហាយឆ្នាំងអ៊ុតក្រោយពីយើងបានលាងដោះវារួចណាបាទអញ្ចឹងទៅស្ដាប់ទាំងអស់គ្នាបាទអញ្ចឹងក្រោយពីយើងបានបាទទៅតេស្តផ្ទាល់បាទក៏ដូចជាបានស្ដាប់បាទតាក់ទងជាមួយនឹងការបាញ់ចំហាយបាទឆ្នាំងអ៊ុតក្រោយពីយើងបានបាទធ្វើការលាងសម្អាតបាទដោះជូតវារួចអញ្ចឹងចំហាយឆ្នាំងអ៊ុតបាទនឹងកម្ដៅគឺវាចេញមកជាធម្មតាដូចយើងទើបតែទិញឆ្នាំងអ៊ុតនឹងថ្មីអញ្ចឹងអាហ្នឹងគឺជាបាទដំណោះស្រាយក៏ដូចជាការស្រាយនៅចម្ងល់របស់ពុកម៉ែបងប្អូនបាទទាក់ទងជាមួយនឹងការបាទដោះលាងនៃឆ្នាំងអ៊ុតនេះដើម្បីឲ្យយើងប្រើប្រាស់បានជាធម្មតាហើយនេះជាសកម្មភាពមួយបាទដែលខ្ញុំបាទបង្ហាញទាក់ទងជាមួយនឹងការអ៊ុតខោអាវបាទអញ្ចឹងគឺវាមានលក្ខណៈងាយស្រួលបែបហ្នឹងណាបាទវាអត់ពិបាកទេហើយយើងអ៊ុតវាទៅក៏វាលឿនដែរបាទអ៊ុតវាទៅក៏វាលឿនដែរបាទហើយចំហាយឆ្នាំងអ៊ុតហ្នឹងចេញមកធម្មតាឡើងវិញបាទអាហ្នឹងវាទាមទារឲ្យយើងហ្នឹងបាទដោះលាងវាជារៀងរាល់ថ្ងៃបាទដោះជូតដោះបោះវាជារៀងរាល់ថ្ងៃអញ្ចឹងទៅដើម្បីឲ្យបាទចំហាយទឹក
ក៏ដូចជារុននៃឆ្នាំងអ៊ុតហ្នឹងគឺវាអត់មានការកកស្ទះនៃកម្អដីទេហើយសូម្បីតែពុកម៉ែបងប្អូនចុចវាបខំបែបណាក៏ដោយក៏អឺវាអត់អាចចេញនៅបាទជាតិក្អែលជាតិដីជាតិលឿងបាទដែលនៅក្នុងឆ្នាំងអ៊ុតហ្នឹងបានដែរបាទហើយសម្រាប់បាទអត្ថប្រយោជន៍គឺយើងរបស់វាគឺយើងចំណេញពេលវេលាច្រើនបាទគឺយើងចំណេញពេលវេលាច្រើនមែនតើបាទនៅក្នុងការអ៊ុតខោអាវបាទពីព្រោះសាច់កណាត់ខោអាវគឺវាអត់ដូចគ្នាទេបាទសាច់កណាត់ខ្លះគឺយើងមិនចាំបាច់បាទប្រើប្រាស់កម្ដៅឆ្នាំងអ៊ុតបាទឬក៏ចំហាយខ្លាំងពេកទេក៏យើងអាចអ៊ុតវាទៅរៀបស្មើបានស្អាតល្អដែរបាទប៉ុន្តែសាច់កណាត់ខ្លះទៀតគឺទាមទារឲ្យចំហាយបាទក៏ចំហាយឆ្នាំងអ៊ុតក៏ដូចជាការប្រើប្រាស់នៅកម្ដៅឆ្នាំងអ៊ុតហ្នឹងបានល្អប្រសើរទើបយើងអ៊ុតទៅវាបានរៀបស្មើស្អាតបាទនេះគ្រាន់តែជាតិចនិចតិចតួចបាទជាបទពិសោធន៍តិចតួចដែលខ្ញុំបានបាទបង្កើតឡើងបាទក៏ដូចជាបទពិសោធន៍ផ្ទាល់មួយដែលខ្ញុំបានបាទជួបប្រទះហើយក៏ចង់ចែកជូនបាទទៅដល់ឪពុកម៉ែបងប្អូនសម្រាប់បាទដើម្បីបាទឲ្យពុកម៉ែបងប្អូនហ្នឹងបានបាទចំណេញនៅថវិកាក៏ដូចជាពេលវេលាពីព្រោះពេលខ្លះអ្នកទាំងអស់គ្នាសាកគិតមើលថាប៉ះសិនបើយើងយកទៅជាងអស់ណាក៏យើងត្រូវចំណាយលុយ 15,000 ទៅ 20,000 រៀលដែរពេលដែលយើងយកទៅម្ដងណាហើយយើងយកទៅក៏មិនមានន័យថាយើងយកទៅភ្លាមបានភ្លាមដែរយើងត្រូវចំណាយពេលមួយថ្ងៃអស់ណាក៏មួយថ្ងៃទៅ2ថ្ងៃដែរបានជាងគាត់ធ្វើហើយអាហ្នឹងម្ដងណាបាទអញ្ចឹងក្រោយពីពុកម៉ែបងប្អូនបាទបានទស្សនានៅដំណោះស្រាយបាទនៃការលាងសម្អាតបាទក៏ដូចជាការជូតបាទសម្អាតនៅឆ្នាំងអ៊ុតនេះរួចរាល់ពុកម៉ែបងប្អូនបាទអាចចេះធ្វើខ្លួនឯងហើយបាទអាចចេះធ្វើខ្លួនឯងនឹងដុសសម្អាតប៉ុន្តែគាត់ថាប្រភេទឆ្នាំងអ៊ុតដែលខ្ញុំបានបង្ហាញជូនហ្នឹងវាងាយស្រួលបាទវាងាយស្រួលវាអត់មានពិបាកទេបាទតែគ្រាន់តែយើងសម្អាតលាងវាជារាល់ថ្ងៃទៅគឺវាបានហើយបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណេះទេហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងពេញចិត្តនៅវីដេអូរបស់ខ្ញុំបាទទាំង100វីដេអូនេះអ្វីដែលសំខាន់ពុកម៉ែបងប្អូនកុំភ្លេចជួយ like ជួយ share ក៏ដូចជា subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងបាទដើម្បីជាផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំហ្នឹងបង្ហាញនៅបាទនៅបទពិសោធន៍ថ្មីៗក៏ដូចជាដំណោះស្រាយបាទផ្សេងទៀតទាក់ទងជាមួយនឹងមុខរបរបោកអ៊ុតនេះបាទមិនថាអ្នកធ្វើអាជីពបាទឬក៏មុខរបរបោកអ៊ុតនេះទេក៏អាចបានមើលវាបានសម្រាប់ពុកម៉ែបងប្អូនដែលជាស្ត្រីមេផ្ទះបាទឬក៏ជាបុរសមេផ្ទះបាទដែលមិនបាទប្រកបនៅរបរនៃអាជីពបោកអ៊ុតនេះក៏អាចធ្វើបានដូចគ្នាបាទអញ្ចឹងខ្ញុំបាទបារាំងបាទជាម្ចាស់ហាងនៃហាងបោកអ៊ុតយក្សាលុយ5ទី4បាទនៅស្ទឹងមានជ័យ3រាជធានីភ្នំពេញបាទនៅក្បែរផ្លូវទ្រង់មន់នេះបាទសូមអរគុណសូមជម្រាបលា